សម្ដេចធិបតីបានលើកឡើងឲ្យដឹងថាកម្ពុជាមិនចូលជាមួយកិច្ចការងារណាដែលបង្កើតចំនួនឬបញ្ហាភូមិសាស្ត្រនោះឡើយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថាកម្ពុជាមិនចូលរួមជាមួយកិច្ចការងារណាមួយដែលបង្កើតឡើងដើម្បីបង្កចំនួនជាមួយប្រទេសផ្សេងឬជាប់ពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយអ្វីឡើយការថ្លែងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតខាងលើនេះធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងកម្រិតបរិញ្ញាបត្រនិងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិត JDP ជាង 1,500 នាក់នៃសាកលវិទ្យាល័យ Southeast Asian នៅថ្ងៃទី21ខែកក្កដាឆ្នាំ2026នៅសន្តាគារសុខាសៀមរាបខេត្តសៀមរាបក្នុងឱកាសនោះសម្ដេចធិបតីបានរំលឹកកាលពីអញ្ជើញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនកាលពីពេលថ្មីៗនេះដោយបានជួបជាមួយមេដឹកនាំចិននិងចូលរួមវេទិកាកិច្ចប្រជុំ AI ដែលចិនដឹកនាំបង្កើតខណៈដែលកម្ពុជាចូលជាសហស្ថាបនិកសម្ដេចធិបតីអះអាងឲ្យដឹងថាការចូលរួមក្នុងវេទិកាបញ្ញាសិប្បនិម្មិតពិភពលោកនេះដោយសារតែវេទិកានេះមិនពាក់ព័ន្ធទៅនឹងសន្តិសុខនិងបង្កើតឡើងសម្រាប់បង្កចំនួនឡើយបន្ថែមពីលើនេះសម្ដេចធិបតីមើលឃើញថា AI គឺជាបច្ចុប្បន្ននិងជាអនាគតដែលកម្ពុជាត្រូវតែទទួលស្គាល់និងត្រៀមលក្ខណៈហើយចាប់យកឱកាសពីពេលនេះតទៅប្រសិនបើមិនធ្វើដូច្នេះទេនឹងធ្វើឲ្យកម្ពុជាដើរថយក្រោយដើរមិនទាន់គេនោះទេជាមួយគ្នានេះក្នុងនាមជាប្រទេសតូចសម្ដេចធិបតីជឿជាក់ថាការប្រឹងប្រែងអភិវឌ្ឍលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា AI ផ្ទៃក្នុងគឺជាកិច្ចការងារដែលល្អផងដែរ